សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែស្វែងរកទៅលើផលិតផលជាច្រើនពាក់ព័ន្ធជាមួយនឹងការធ្វើយ៉ាងណាឲ្យយើងមានសុខភាពល្អហើយធ្វើយ៉ាងណាដើម្បីមានផលិតផលមួយនៅក្នុងផ្ទះដែលអាចជួយការពាររាងកាយរបស់យើងកុំឲ្យកើតនៅជំងឺជាច្រើនពិសេសបច្ចុប្បន្ននេះគឺមានជំងឺជាច្រើនកើតនៅលើភពផែនដីរបស់យើងមិនថាមនុស្សចាស់កូនក្មេងគឺមានសិទ្ធិក្នុងការកើតទាំងអស់ក្នុងនោះក៏មានដូចជាជំងឺទឹកនោមផ្អែមជំងឺមហារីកហើយក៏មានបញ្ហាជំងឺជាច្រើនដែលមិនថាមនុស្សចាស់និងកូនក្មេងគឺមានបញ្ហាជាច្រើនកើតទៅលើពួកគាត់ដូច្នេះហើយវិធីសាស្ត្រដើម្បីការពាររាងកាយរបស់យើងឲ្យមាននៅសុខភាពល្អមានតែមួយគឺសូមឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសក្នុងការញ៉ាំទៅលើចំណីអាហារណាដែលមិនមានសារជាតិផ្អែមហើយចំណីអាហារណាដែលបានន័យថាចំណីអាហារបែបដូចជាកែច្នៃនឹងឯងបងប្អូនគ្រាន់តែជ្រើសរើសចំណីអាហារដែលល្អៗដូចជាបន្លែត្រីសាច់បន្លែដែលមានពណ៌ខៀវចាហើយត្រីយើងជ្រើសរើសយកវាមកស្ងោរវិញនឹងបានកុំយកវាទៅបំពងបងប្អូនយកវាជ្រើសរើសយកត្រីយកមកស្ងោរដើម្បីឲ្យមានជីជាតិល្អចូលមកក្នុងរាងកាយនៅពេលណាដែលយើងថ្ងៃណាក៏យើងប្រើវិធីសាស្ត្រពាក់ព័ន្ធជាមួយនឹងការចៀនបំពងច្រើនហ្នឹងវាធ្វើឲ្យយើងជួបបញ្ហាជំងឺជាច្រើនក្នុងហ្នឹងក៏មានបញ្ហាមួយពាក់ព័ន្ធជាមួយនឹងជំងឺសរសៃឈាមបេះដូងផងដែរចាហើយអ្វីដែលពិសេសជាងនឹងទៅទៀតនៅពេលដែលយើងញ៉ាំចំណីអាហារណាដែលសម្បូរនៅសារជាតិផ្អែមយើងជៀសមិនផុតទេពីបញ្ហាទឹកនោមផ្អែមក្មេងៗបច្ចុប្បន្នគឺជួបបញ្ហាអាការៈដូចជាជំងឺទឹកនោមផ្អែមជាច្រើនដោយសារតែគាត់ឧស្សាហ៍ញ៉ាំជាមួយនឹងចំណីអាហារដែលដូចជាបញ្ហាគ្រឿងកំប៉ុងចាហើយក៏ដូចជាចំណីអាហារណាផ្សេងដែលមានសារជាតិផ្អែមច្រើនពេលដែលគាត់ញ៉ាំទៅហើយគឺវាធ្វើឲ្យប៉ះពាល់ទៅដល់បញ្ហារាងកាយរបស់គាត់សុខភាពរបស់គាត់ពិសេសប៉ះពាល់ទៅដល់សុខភាពមេតាបូលីករបស់គាត់ធ្វើឲ្យគាត់ចាប់ផ្ដើមបាត់បង់នៅសុខភាពដែលល្អคล้ายទៅជាមិនល្អនឹងចោះទ្រុឌទ្រោមទៅតាមអ្វីដែលគាត់បានបរិភោគចាដូច្នេះហើយមិនថាឪពុកម្ដាយមិនថាបងប្អូនដែលគាត់មានកូនដែលគាត់ឧស្សាហ៍ញ៉ាំនៅគ្រឿងផ្អែមអាសាញ៉ាំនៅរបស់បំពងច្រើនសូមឲ្យបងប្អូនទាំងអស់គ្នាណែនាំឲ្យគាត់មកញ៉ាំនៅបន្លែផ្លែឈើវិញគឺវាជួយទៅដល់សុខភាពហើយជួយធ្វើឲ្យរាងកាយរបស់គាត់មាំមួនមិនងាយក្នុងការឈឺចាវីដេអូនេះគឺនាងខ្ញុំគ្រាន់តែលើកយកចំណេះដឹងខ្លីៗដែលនាងខ្ញុំទទួលបានជាមួយនឹងបទពិសោធន៍ជាក់ស្ដែងដែលនាងខ្ញុំធ្លាប់ឆ្លងកាត់ឃើញថាការញ៉ាំចំណីអាហារបច្ចុប្បន្នជំងឺបច្ចុប្បន្នដែលកើតច្រើនប្លែកទៅលើក្មេងទៅលើមនុស្សចាស់ចាហើយមានបញ្ហាអ្នកខ្លះគាត់អត់មានឈឺអ្វីត្រូវស្លាប់ទៅភ្លាមក៏មានដោយសារតែបញ្ហាដែលយើងបរិភោគចំណីអាហារដែលมันបានឆែកទៅលើចំណីអាហារដែលវាតើចំណីអាហារហ្នឹងជួយទៅដល់សុខភាពដែរឬមួយក៏អត់ថ្ងៃនេះគឺសូមឲ្យបងប្អូនទាំងអស់គ្នាងាកមកឆែកទៅលើការញ៉ាំរបបអាហាររបស់យើងប្រចាំថ្ងៃត្រឡប់មកវិញដើម្បីកុំឲ្យយើងជ្រុលទៅជួបនៅបញ្ហាជំងឺទាំងអស់ហ្នឹងពីព្រោះកាលណាដែលយើងជួបហើយយើងមិនអាចក្នុងការព្យាបាលបានទេឬមួយក៏ជំងឺខ្លះទោះបីជាព្យាបាលបានក៏យើងត្រូវចាយលុយច្រើនអញ្ចឹងបច្ចុប្បន្ននេះសេដ្ឋកិច្ចរបស់យើងមានហៅថាសេដ្ឋកិច្ចពិភពលោកតែម្ដងកំពុងតែជួបបញ្ហាដូច្នេះមានតែបងប្អូនទាំងអស់គ្នាការពារខ្លួនឯងឲ្យបានល្អដើម្បីជៀសផុតពីបញ្ហាជំងឺទាំងអស់ហ្នឹងផងដែរ